ជាសាយទៅដល់បងខ្លាំងមែនតើដែលបានឆាប់មកទិញព្រោះថាទៅអស់ឥឡូវគឺថាអស់ស្តុកច្រើនខ្លាំងមែនតើហើយចុះមកដល់ order ទី1គឺបងក៏យកជាមួយនឹងខ្លួនរបស់ Burberry Her Petal Limited និយាយទៅក្លិននេះបើក្បាលមកតាក់ទាញមែនតើលក្ខណៈបាយភ្រៀងផ្អែមផ្លែឈើចេញពីផ្លែឈើ Berry លាយឡំនឹងក្លិនបាយភ្រៀងផ្កាហើយក្លិននេះគឺបងអាចប្រើបានគ្រប់ពេលវេលាទាំងអស់តែម្ដងទៅធ្វើការទៅសាលារៀនទៅណាក៏បានដែរប្រើបានទាំងអស់តែម្ដងហើយ order ទី2គឺបងក៏យកជាមួយនឹងខ្លួនរបស់ Miss Dior Essence 2025និយាយទៅក្លិននេះគឺថាផ្អែម sexy តាក់ទាញមែនតើបែបលក្ខណៈរៀងផ្អែមផ្លែឈើលាយឡំនឹងក្លិនបាយភ្រៀងផ្កាគឺថាអែមយកតែមែនតើតែម្ដងហើយចូលមកដល់ order ទី3គឺបងក៏យកជាមួយនឹងខ្លួនរបស់ Le Labo D'Honneur 29និយាយទៅក្លិន brand Le Labo មួយគឺថាប្លែកគេមែនតើបើសិនមកបងធ្លាប់សាក brand ហ្នឹងហើយគឺថាបងអាចសាកក្លិនមួយខាងយើងបានគុណភាពគឺថា the best ហើយយើងក៏បានថែម tester ក៏ដូចជាថែមដល់ផ្ទេគាត់ផងដែរហើយ order ទី4គឺក្លិនព្រានារីគឺ Dior Sauvage EDP ក្លិនគេគឺថាល្អខ្លាំងមែនតើបើក្បាលដំបងមកលក្ខណៈរៀងខូចស្រស់ស្រាយលាយឡំនឹងក្លិនបាយរៀងផ្អែមចេញពីផ្កា lavender ក៏ដូចជា vanilla រៀងផ្អែមតិចៗទេ the best យកតែម្ដងប្រើទៅរៀនហើយ order ទី5គឺដដែលទេ Dior Sauvage EDP ក្លិនគេគឺថាប្រើច្រើនដងយ៉ាងណាក៏ដោយក៏នៅតែល្បីក៏នៅតែល្អដែរក្លិន order ទី6គឺ YSL EDP ក្លិនមួយនេះគឺថាប្រើទៅធ្វើការអីគឺថាត្រូវមែនតើក្លិនគេចេញមកគឺថាឈ្ងុយប្រហើរបែបរៀងខូចរៀងផ្អែមតិចៗតែបើយកតាមម្ដងអត់មានអីនិយាយច្រើនទេ order ទី7គឺ Stronger with You Intensely ក្លិនមួយនេះគឺថា sexy តាក់ទាញមែនតើប្រើទៅដើរលេងឬក៏ទៅកម្មវិធីអីក៏បានដែរបានទាំងអស់តែម្ដងចុងក្រោយគឺថាអរគុណទៅដល់បងខ្លាំងមែនតើដែលបាន support ហើយបើសិនបើបងចង់បានទៅ up clone ដែលមានក្លិនដូចទៅនឹង original ខ្លាំងមែនតើតែម្ដង complete recheck បើជុំនេះ